វ៉ាតហ្នឹងគឺជាពាក្យទូមានព្រេនបដៅជាលើកគេហៅថាជាលើកថ្ងៃដែលយើងរៀបអាពាហ៍ពិពាហ៍ជាថ្ងៃដំបូងហើយទៅចប់ពីថ្ងៃការនេះហើយទៅទុកបដិបដល់អាវ៉ាតក៏អត់សូវមានប្រសិទ្ធភាពដែរវាអត់សូវមានតម្លៃព្រោះដោយសារអីគូស្វាមីទាំងពីរគឺគេចាប់ដៃរកស៊ីគេរវល់ណាញោមខ្ញុំកណានឹកឃើញតែចេះរឿងសម័យឥឡូវនេះរៀងបបាបន្តិចញោមណាបបាមិនគេថាមិនមនុស្សប្រុសហើយនឹងមនុស្សស្រីពេលដែលយើងចាប់ដៃការជាមួយគ្នាយើងចង់រស់នៅជាមួយគ្នាមួយជីវិតអញ្ចឹងនៅក្នុងគណៈពេលហ្នឹងមិនន័យថាគេប្រើលោកចាស់គាត់ទូមានគេថាបើសិនជាប្តីនឹងខឹងប្រពន្ធត្រូវអត់តែបើប្រពន្ធនឹងខឹងគឺប្តីត្រូវអត់អាហ្នឹងបានអាចរស់នៅជាមួយគ្នាបានចេះយល់ចិត្តគ្នាហើយពេលណាបុប្តីនឹងខឹងហើយប្រពន្ធនឹងអត់ចេះសម្របតាមទេអាហ្នឹងទៅឆ្លោះគ្នារហូតហើយមិនស្រួលនឹងបែកបាក់គ្នានឹងអត់ត្រូវគ្នាលែងគ្នាទៅដល់អាខាងប្រុសនឹងក៏ខ្លាំងអាខាងស្រីនឹងក៏ខ្លាំងទៅជាលែងគ្នាទៅបើហើយសួរថារកសភាពមង្គលបានទេនៅក្នុងពេលហ្នឹងគឺជីវិតយើងត្រូវឆាមួយតែចំណុចទី2ពេលដែលយើងរៀបការស្វាមីទី2គឺចាប់ផ្ដើមជីវិតសាជាថ្មីហើយចឹងអាទ្រព្យសម្បត្តិក៏ត្រូវការរកសាថ្មីដែរបើហើយចឹងខ្ញុំកណាបានបញ្ជាក់ហើយប៉ុន្តែបើសិនជាយើងស្រឡាញ់គ្នារៀបពីវិពាអញ្ចឹងខាងប្រុសក៏ទៅស្រឡាញ់ប្រពន្ធណាហើយចេះឲ្យតម្លៃប្រពន្ធទៅបានសេចក្តីសុខបើប្តីហ្នឹងគឺប្រើពាក្យយ៉ាងណាឲ្យប្រពន្ធស្រឡាញ់ហ្នឹងបើសិនជាប្រពន្ធមកពីរោងចក្រអីហត់ប្តីនៅផ្ទះថាអូនហើយអូនឥឡូវបាយបងដាំហើយណាខ្វះតាណាអីអូនឯងចង់ញ៉ាំអីបងធ្វើថែមអាហ្នឹងប្រពន្ធហ្នឹងសប្បាយចិត្តទោះបីជាហត់យ៉ាងណាក៏ប្រពន្ធហ្នឹងសប្បាយចិត្តដែរហើយចំណុចប្រពន្ធវិញទៅលើប្តីពេលប្តីមកពីធ្វើការងាររោងចក្រវិញបើសិនជាប្រពន្ធហ្នឹងអត់បានធ្វើការងារយើងខាងស្រីរៀបចំបាយទឹកផ្ទះសម្បែងប្រមុខកវះសពបែបយ៉ាងត្រូវឲ្យប្តីហើយទៅរៀបចំសម្លៀកបំពាក់ហ្នឹងឲ្យល្អធ្វើជាប្រពន្ធឲ្យល្អពេលដល់ប្តីមកពីធ្វើការងារឃើញប្រពន្ធចេះຕົកដាក់អីចេះសពបែបយ៉ាងអញ្ចឹងប្តីមានកម្លាំងចិត្តហើយប្រើសម្ដីយ៉ាងណាឲ្យប្តីនឹងស្រឡាញ់អាចប្រើភាសាថាបងហៅថាបងក៏បានដែរណាបើសិនតែល្អជាងនេះហៅថាលោកប្តីអញ្ចឹងណានឹងរឹតតែពិសេសអញ្ចឹងសេចក្តីសុខនៅក្នុងថ្ងៃសុភមង្គលថ្ងៃអាពាហ៍ពិពាហ៍របស់ប្អូនប្រុសនិងប្អូនស្រីទាំងពីរត្រូវយកគោលការណ៍នឹងយកមកធ្វើទៅបានសេចក្តីសុខហើយការរស់នៅជាមួយគ្នាបានយូរហើយមួយទៀតគេនិយាយថាម៉េចគេថាបើចង់សុខញញោមឲ្យយកប្រពន្ធមួយញញោមណាបើចង់សុខឲ្យយកប្រពន្ធមួយណាយល់ទេចង់សុខចង់បានទ្រព្យច្រើនសម្បត្តិច្រើនធនធានច្រើនយកប្រពន្ធមួយណាបើចង់ដេកព្រួយឲ្យយកប្រពន្ធពីរណាហើយតែយកប្រពន្ធពីរដេកព្រួយហីលុយបានម៉ែនថ្ងៃនេះបានតែ 50000 ទេចោះចុងម៉ែនដើមម៉ែនបើយកឲ្យអាចុងទាំងអស់ទៅប្រពន្ធដើមនឹងរករឿងហើយប៉ុណ្ណាចឹងបើថាចង់ដេកព្រួយអត់មានសេចក្តីសុខក្នុងក្រុមគ្រួសារយកប្រពន្ធពីរទៅណាខ្ញុំណាអាហ្នឹងគឺអញ្ចឹងប៉ុណ្ណាហើយបើចង់អត់អីស៊ីយកប្រពន្ធ3ប៉ុណ្ណាហើយអត់អីស៊ីត្មងបើយកប្រពន្ធ3ខ្ញុំមានអីស៊ីប៉ុណ្ណាបើបានបកម៉ាសេននោះយកនេះយកទាញលិចទាញក្រោយគឺមនុស្សប្រុសនឹងហត់ណាហើយអត់មានសេចក្តីសុខទេអាទៅប្រពន្ធដើមក៏គេមិនសប្បាយចិត្តអាទៅប្រពន្ធចុងក៏គេមិនសប្បាយចិត្តអាទៅកដាលក៏គេមិនសូវសប្បាយចិត្តគេរកទៅលុយយើងទេតែយ៉ាងណាគឺកុំភ្លេចប្រពន្ធដែលយើងចាប់ផ្ដើមថ្ងៃនេះប៉ុណ្ណានឹងហើយបើចង់ដេកមែនឲ្យយកប្រពន្ធ4អានឹងងាប់ត្មងប៉ុណ្ណាហ្នឹងហើយបើយកប្រពន្ធ4គឺដេកមែនមិនន័យថាជីវិតយើងស្មើសូន្យហើយនឹងខ្ញុំកណ្ដាល
មានអាវ៉ាតសម្រាប់បដលបងអូននៅក្នុងថ្ងៃនេះតាពាក្យពេចន៍យ៉ាងខ្លីហើយសង្ឃឹមទៅជូនពរណាបងអូនទាំងពីរជាគូស្វាមីហ្នឹងគឺថាសូមឲ្យកាន់ដៃគ្នាស្រឡាញ់គ្នាហើយយកគោលការណ៍របស់លោកបងយកទៅអនុវត្តនឹងបានសេចក្តីសុខហើយជូនពរថាថ្ងៃនេះហើយជាលើកទី1ដែលខ្ញុំកណាដែលបដលអាវ៉ាតនៅក្នុងកម្មវិធីការដែលកម្រោពេលច្រើនទេសនានៅតាមកម្មវិធីផ្សេងច្រើនតាមភ្នំពេញតាមបណ្ដាខេត្តហើយថ្ងៃនេះក៏គេមន់ទេសដែរតែអត់បានទៅព្រោះដោយសារតែថ្ងៃសិលផងចង់ជួបយាយនៅវត្តអញ្ចឹងសូមអនុមោទនា